សូមជម្រាបសួរកូនទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះលោកគ្រូសូមបន្តមេរៀនមួយទៀតទាក់ទងនឹងមេរៀនភាសាខ្មែរថ្នាក់ទី5មេរៀនទី1ត្រង់ចំណងជើងថាការពណ៌នាអំពីតួអង្គអញ្ចឹងកូនសាកល្បងអានតាមលោកគ្រូទាំងអស់គ្នាណាចូលអានអត្ថបទខាងក្រោមតើគេពិពណ៌នាអំពីតួអង្គដូចម្ដេចខ្លះសេនាមឿងជាវីរៈជនដ៏អង់អាចក្លាហានលោកបានធ្វើពលិកម្មដ៏ធំធេងដើម្បីជាតិមាតុភូមិនៅក្នុងគ្រាដែលនគរខ្មែរកើតចម្បាំងជាមួយពួកសៀមឈ្លានពានសេនាមឿងសុខចិត្តបូជាជីវិតទាំងខ្លួនលោកប្រពន្ធនិងកូន2នាក់ទៀតបេសកកម្មនេះបង្ហាញពីវីរភាពដ៏មោះមុតព្រោះលោកហ៊ានលោតចូលក្នុងរណ្ដៅដែលមានសុទ្ធតែចម្រងដើម្បីទៅកេណ្ឌទ័ពខ្មោចមកច្បាំងជាមួយទ័ពសៀមការលះបង់របស់សេនាមឿងបង្ហាញពីទឹកចិត្តស្នេហាជាតិមាតុភូមិយ៉ាងមុតមាំបេសកកម្មរបស់សេនាមឿងប្រពន្ធកូនពិតជាបាននាំមកនៅជោគជ័យជូននគរខ្មែរពោលគឺធ្វើឲ្យខ្មែររំដោះប្រទេសជាតិរួចផុតពីការត្រួតត្រារបស់ពួកសៀមវីរភាពនេះធ្វើឲ្យកូនខ្មែរគ្រប់រូបនៅចងចាំជានិច្ចតាំងពីអតីតកាលរហូតដល់បច្ចុប្បន្នដើម្បីសម្ដែងនូវការដឹងគុណនិងការគោរពចំពោះសេនាមឿងគេបានកសាងរូបសំណាកនិងកន្លែងសម្រាប់ធ្វើសក្ការៈបូជាចំពោះលោកហើយបានប្រសិទ្ធនាមថាអ្នកតាឃ្លាំងមឿងដែលមានទីតាំងនៅក្នុងខេត្តពោធិ៍សាត់បច្ចុប្បន្នប្រជាជនទូទៅតែងនាំគ្នាទៅធ្វើការបួងសួងនិងទៅគោរពបូជានៅទីនោះដាក់តាមទម្លាប់មិនដែលអាក់ខានឡើយបាទកូនឃើញថាអត្ថបទយើងបានបញ្ចប់ហើយឥឡូវនេះយើងចាប់ផ្ដើមចូលដល់លំហាត់របស់យើងកូនបាទចឹងអានតាមលោកគ្រូណាលំហាត់ចូលសរសេរអត្ថបទខ្លីមួយពណ៌នាអំពីវីរភាពរបស់តួអង្គត្រីក្រាញ់នៅក្នុងរឿងចចកនិងកំពឹសដែលអ្នកបានរៀនរួចឬរៀបរាប់ពីតួអង្គណាមួយនៅក្នុងរឿងដែលអ្នកធ្លាប់បានចេះចាំដើម្បីពណ៌នាតួអង្គគេត្រូវរៀបរាប់តាមគម្រោងខាងក្រោមគម្រោងតែង1សេចក្តីផ្ដើមឈ្មោះតួអង្គនិងឈ្មោះរឿង2តួសេចក្តីរូបសម្បត្តិរូបរាងសម្បុរមុខរបរប្រសិនបើមានចរិយាសម្បត្តិស្លូតកាចព្យាយាមតាមសាច់រឿងបញ្ជាក់សកម្មភាពតាមសាច់រឿងបញ្ជាក់3សេចក្តីបញ្ចប់ចំណាប់អារម្មណ៍របស់អ្នកសរសេរចឹងកូននេះចម្លើយណាចម្លើយរបស់លោកគ្រូនៅក្នុងរឿងចចកនិងកំពឹសតួអង្គត្រីក្រាញ់ជាវីរៈជនមួយដ៏ឆ្នើមក្លាហានហ៊ានពុះពៀរាល់ឧបសគ្គបាទឧបសគ្គសេខុសកូនណាជាកចង្កបាទអានេះសកទេដើម្បីទៅសុំជំនួយពីក្រៅដើម្បីសង្គ្រោះដល់បពួករបស់ខ្លួនក្រោយពីចចកបានបញ្ជូនពួកមច្ឆាជាតិដល់ត្រពាំងទឹកអស់ហើយបន្ទាប់ពីបានដឹងខ្លួនត្រូវចាញ់បោកពួកកំពឹសចចកខឹងយ៉ាងខ្លាំងក៏បាននាំបពួកមកបាចទឹកត្រពាំងដើម្បីចាប់សត្វទាំងនោះធ្វើជាអាហារត្រីក្រាញ់ថ្វីត្បិតថាខ្លួនមានខ្លួនតូចគ្មានដៃគ្មានជើងហើយមានចិត្តអង់អាចបានចេញមកធ្វើដំណើរទៅសុំជំនួយពីសុភាទន្សាយគេខិតខំលូនលោតកាត់ព្រៃកាត់ដីស្ទើរតែនឹងក្រៀមស្រកាស្លាប់តែដោយការខិតខំប្រឹងប្រែងនិងភក្ដីភាពចំពោះគ្នាបានធ្វើឲ្យត្រីក្រាញ់ទទួលបានជោគជ័យតាមរយៈសាច់រឿងនេះបង្ហាញថាត្រីក្រាញ់ពិតជាវីរៈជនដែលអង់អាចក្លាហានដូចនេះយើងម្នាក់ត្រូវខិតខំប្រឹងប្រែងនៅក្នុងជីវិតទើបធ្វើឲ្យខ្លួនឯងទទួលបានជោគជ័យនិងសម្រេចក្តីបំណងបាទឃើញថា
បាទឃើញតាមេរៀនយើងបានបញ្ចប់ទៅត្រឹមនេះហើយជាចុងបញ្ចប់នេះលោកគ្រូសំណូមពរកូនសាកល្បងអានដោយខ្លួនឯងនៅផ្ទះជាមួយនឹងវីដេអូរបស់លោកគ្រូឲ្យបានពីចប់ណាលោកគ្រូសូមជូនពរកូនឲ្យទទួលបានសុខភាពល្អរឹងមាំទាំងផ្លូវកាយផ្លូវចិត្តបាទហើយនឹងទទួលបាននៅការរៀនសូត្ររៀនបានពូកែទាំងអស់គ្នាណាលោកគ្រូសូមអរគុណនិងសូមជម្រាបលា